បាទសួស្តីបងប្អូនតកតងនឹងអេក្រង់12ឬក៏13វាច្រើនយើង12 Pro Max 13 Pro Max យើងពាក្យច្រើនយើងជាមកយើងតាក់កន្លែងសំណាញ់ហ្នឹងហើយនេះបទពិសោធន៍របស់ខ្ញុំដែលខ្ញុំធ្វើជាទូទៅខ្ញុំចាក់ទឹកមកចាក់ទឹកកន្លែងបក frame ហ្នឹងមកបាទហើយត្រង់ចំណុចនេះយើងរៀងញាក់តិចមកបងប្អូនយើងញាក់កន្លែងហ្នឹងមកបាទយើងញាក់តិចមកបាទយើងចាក់ទឹកយើងញាក់វាឡើងតិចមកយើងចាក់ទឹកមកហើយយើងញាក់វាឡើងតិចមកបាទហើយយើងញាក់មកញាក់វាប៉ុណ្ណឹងមកហើយយើងចាប់ផ្ដើមទាញបងប្អូនទាញមកបាទដល់ត្រឹមហ្នឹងជាទូទៅវាទាក់បងប្អូនហ្នឹងហើយប៉ុន្តែយើងដាក់តែប៉ុណ្ណឹងមកបងប្អូនហើយយើងព្យាយាមខ្សែលួរបស់យើងនៅស្ងៀមមកបងប្អូនយើងដាក់លាកខ្សែលួស្ងៀមមកយើងលើកតិចមកបាទហើយលើកហើយយើងញាក់យើងទាញវាតិចទៀតមកហើយយើងញាក់តិចទៀតមកបាទហើយយើងរឿងញាក់ដៃតិចមកបាទនេះធូរហើយបងប្អូនអូខេអញ្ចឹងនេះវាដោយមកតាមសំណាញ់ទៅទៅខ្ញុំទាញរាល់ដងដូចជាអត់អីទេប៉ុន្តែលើកនេះវាទាញមកវាផុតដោយតាមសំណាញ់បានណាបាទសួស្តីបងប្អូនតកតងនឹងអេក្រង់12ឬក៏13វាច្រើនយើង12 Pro Max 13 Pro Max យើងពាក្យច្រើនយើងជាមកយើងតាក់កន្លែងសំណាញ់ហ្នឹងហើយនេះបទពិសោធន៍របស់ខ្ញុំដែលខ្ញុំធ្វើជាទូទៅខ្ញុំចាក់ទឹកមកចាក់ទឹកកន្លែងបក frame ហ្នឹងមកបាទហើយត្រង់ចំណុចនេះយើងរៀងញាក់តិចមកបងប្អូនយើងញាក់កន្លែងហ្នឹងមកបាទយើងញាក់តិចមកបាទយើងចាក់ទឹកយើងញាក់វាឡើងតិចមកយើងចាក់ទឹកមកហើយយើងញាក់វាឡើងតិចមកបាទហើយយើងញាក់មកញាក់វាប៉ុណ្ណឹងមកហើយយើងចាប់ផ្ដើមទាញបងប្អូនទាញមកបាទដល់ត្រឹមហ្នឹងជាទូទៅវាទាក់បងប្អូនហ្នឹងហើយប៉ុន្តែយើងដាក់តែប៉ុណ្ណឹងមកបងប្អូនហើយយើងព្យាយាមខ្សែលួរបស់យើងនៅស្ងៀមមកបងប្អូនយើងដាក់លាកខ្សែលួស្ងៀមមកយើងលើកតិចមកបាទហើយលើកហើយយើងញាក់យើងទាញវាតិចទៀតមកហើយយើងញាក់តិចទៀតមកបាទហើយយើងរឿងញាក់ដៃតិចមកបាទនេះធូរហើយបងប្អូនអូខេអញ្ចឹងនេះវាដោយមកតាមសំណាញ់ទៅទៅខ្ញុំទាញរាល់ដងដូចជាអត់អីទេប៉ុន្តែលើកនេះវាទាញមកវាផុតដោយតាមសំណាញ់បានណា
សួស្តីបងប្អូនតកតងនឹងអេក្រង់12ឬក៏13វាច្រើនយើង12 Pro Max 13 Pro Max យើងពាក្យច្រើនយើងជាមកយើងតាក់កន្លែងសំណាញ់ហ្នឹងហើយនេះបទពិសោធន៍របស់ខ្ញុំដែលខ្ញុំធ្វើជាទូទៅខ្ញុំចាក់ទឹកហ្នឹងមកចាក់ទឹកកន្លែងបក frame ហ្នឹងមកបាទហើយត្រង់ចំណុចនេះយើងរៀងញាក់តិចមកបងប្អូនយើងញាក់កន្លែងហ្នឹងមកបាទយើងញាក់តិចមកបាទយើងចាក់ទឹកយើងញាក់វាឡើងតិចមកយើងចាក់ទឹកមកហើយយើងញាក់វាឡើងតិចមកបាទហើយយើងញាក់មកញាក់វាប៉ុណ្ណឹងមកហើយយើងចាប់ផ្ដើមទាញបងប្អូនទាញមកបាទដល់តាមហ្នឹងជាទូទៅវាទាក់បងប្អូនហ្នឹងហើយប៉ុន្តែយើងដាក់តែប៉ុណ្ណឹងមកបងប្អូនហើយយើងព្យាយាមខ្សែលួរបស់យើងនៅស្ងៀមមកបងប្អូនយើងដាក់លាកខ្សែលួស្ងៀមមកយើងលើកតិចមកបាទហើយលើកហើយយើងញាក់យើងទាញវាតិចទៀតមកហើយយើងញាក់តិចទៀតមកបាទហើយយើងរឿងញាក់ដៃតិចមកបាទនេះធូរហើយបងប្អូនអូខេអញ្ចឹងអានេះវាដោយមកតាមសំណាញ់ជាទូទៅខ្ញុំទាញរាល់ដងដូចជាអត់អីទេប៉ុន្តែលើកនេះវាទាញមកវាផុតដោយតាមសំណាញ់បានណា